ហើយមេដឹកនាំមិនស័ក្តិសមជាអ្នកនយោបាយមេដឹកនាំដែលខ្លាំងតែដឹងអំពីសុខពលរដ្ឋបទបញ្ញត្តិស្ដីអំពីអ្នកដឹកនាំនៅពេលដែលយើងនិយាយទៅដល់អ្នកដឹកនាំយើងនឹងសម័យទៅលើក្រុមមនុស្សដែលមានឥទ្ធិពលណាទៅតាមការកំណត់ឲ្យនិយមន័យនៃភាពជាអ្នកដឹកនាំរបស់ក្រុមមនុស្សទៅលើបរិបទទីកន្លែងដែលបុគ្គលរស់នៅអញ្ចឹងទៅសនុសួរតទៀតថាតើអ្នកដឹកនាំនឹងជានរណាអ្នកដឹកនាំគឺជាមនុស្សសំខាន់នៅក្នុងក្រុមឬសហគមន៍ឬក៏សង្គមជាតិទាំងមូលនឹងតែម្ដងពីព្រោះអ្នកដឹកនាំគឺជាអ្នកដែលត្រូវទទួលខុសត្រូវណាទៅលើកិច្ចការងារឯណានីមួយដើម្បីបំពេញការពារឬក៏ដើម្បីធ្វើឲ្យកិច្ចការងារនោះឆ្ពោះទៅរកនៅគោលដៅឬក៏សម្រេចចេញជាលទ្ធផលដែលគួរជាទីពេញចិត្តសម្រាប់តម្រូវការជាក់ស្ដែងរបស់ក្រុមមនុស្សដែលមានចេតនាចង់ទទួលបានអញ្ចឹងទៅហើយលក្ខណៈនៃមេដឹកនាំល្អគឺយើងអាចសម្គាល់បានតាមរយៈទីមួយគឺមនុស្សនឹងមានគំនិតច្នៃប្រឌិតខ្ពស់ណាមេដឹកនាំដែលមានគំនិតច្នៃប្រឌិតខ្ពស់រមែងតែងតែជាមេដឹកនាំដែលមានគំនិតការគិតបែបវិជ្ជមានហើយមាននៅគេហៅថាគំនិតថ្មីជាច្រើនដើម្បីយកមកច្នៃប្រឌិតចេញទៅអនុវត្តឲ្យទទួលបាននូវលទ្ធផលគឺជាទីរីករាយអញ្ចឹងទៅណាមានគំនិតច្នៃប្រឌិតមិនទាន់គ្រប់ទេមេដឹកនាំត្រូវតែមានគំនិតផ្ដួចផ្ដើមមេដឹកនាំត្រូវតែយកនៅអាគោលគំនិតធំហ្នឹងឬក៏ផែនការយុទ្ធសាស្ត្រអីហ្នឹងមកពិភាក្សានៅក្នុងក្រុមដោយការគ្រប់គ្រងដឹកនាំជាតិគេមានបណ្ដានៃហៅថាក្រុមប្រឹក្សាពិសេសអីអញ្ចឹងទៅតាមផ្នែកទៅតាមឯកទេសទៅតាមជំនាញដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលអញ្ចឹងទៅដើម្បីអីយកមកវិភាគឲ្យបានល្អៗនឹងស៊ីជម្រៅរួចដាក់ចេញជាគោលនយោបាយដាក់ចេញជាផែនការយុទ្ធសាស្ត្រដើម្បីឲ្យបណ្ដានៃសេនាធិការទាំងអស់អនុវត្តឲ្យចេញជាលទ្ធផលដែលជាតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋអញ្ចឹងណានឹងគេមាននៅទីស្តីការគណៈរដ្ឋមន្ត្រីឬក៏គេមានក្រុមគេហៅក្រុមអាកាដេមីក្រុមអ្នកកតេបណ្ឌិតក្រុមអ្នកយុទ្ធសាស្ត្រអីអញ្ចឹងទៅណាហើយមួយទៀតមេដឹកនាំជាបុគ្គលម្នាក់ដែលអាចពង្រឹងសមត្ថភាពអង្គភាពរបស់ខ្លួនឯងពង្រឹងសមត្ថភាពពលរដ្ឋខ្លួនឯងបានខ្លាំងក្លាមេដឹកនាំមិនមែនខ្លាំងតែឯងណាមេដឹកនាំគឺត្រូវតែចេះពង្រីកនៃគេហៅថាភាពខ្លាំងភាពរឹងមាំនៃអង្គភាពបើចង់ឲ្យមានការដឹកនាំប្រកបដោយនិរន្តរភាពនិងជារបៀបមេដឹកនាំត្រូវតែជាបុគ្គលម្នាក់ដែលបណ្ដោះឲ្យបណ្ដាសមាជិកឬពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួនคล้ายទៅជាមេដឹកនាំទាំងអស់គ្នាคล้ายទៅជាមេដឹកនាំទាំងអស់គ្នាមានស្មារតីនៃភាពជាអ្នកដឹកនាំទាំងអស់គ្នាតាមរយៈការបង្កើតនៃកម្មវិធីគោលនយោបាយក៏ដូចជាកម្មវិធីនៃការបណ្ដុះបណ្ដាលផ្ដល់នូវចំណេះដឹងថ្មីពង្រីកនូវស្មារតីទៅដល់បណ្ដានៃសមាជិកាពលរដ្ឋដែលរស់នៅមូលដ្ឋាននឹងឲ្យមានស្មារតីនៃការដឹកនាំក្រោមការគ្រប់គ្រងដឹកនាំរបស់ខ្លួនឯងអានោះហើយជាមេដឹកនាំដែលមាននៅសក្តានុពលជាមេដឹកនាំដែលមាននៅឆន្ទៈមនសិការក្នុងការពង្រឹងនិងពង្រីកនៅឧត្តមភាពនៃការដឹកនាំរបស់ខ្លួនហើយមេដឹកនាំក៏ត្រូវតែចេះលើកទឹកចិត្តណាលើកទឹកចិត្តតាមរយៈការសរសើរការយកចិត្តទុកដាក់ការដឹងនៅសុខទុក្ខការឲ្យតម្លៃសមាជិកាក៏ដូចជាឲ្យតម្លៃបណ្ដាប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានដែលពួកគាត់កំពុងតែមានបញ្ហាឬក៏តម្រូវការជាក់ស្ដែងក្រុមអ្នកដឹកនាំទាំងអស់ពិសេសក្រុមអ្នកនយោបាយដែលមានភារៈមានតួនាទីនៅក្នុងការដឹកនាំរាជរដ្ឋាភិបាលដែលយើងឲ្យឈ្មោះថាពួកគាត់ជាតំណាងរបស់យើងដូចជាតំណាងរាស្ត្រអ្នកនយោបាយបើមិនមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការចោះឆ្វេងយល់អំពីបញ្ហាតម្រូវការកត្តាប្រឈមហានិភ័យរបស់ពលរដ្ឋនៅមូលដ្ឋានទេมันស័ក្តិសមជាអ្នកនយោបាយมันស័ក្តិសមជាអ្នកតំណាងប្រជាពលរដ្ឋទេมันស័ក្តិសមជាអ្នកដឹកនាំទេណាអត់ពេញលក្ខណៈនៃការដឹកនាំទេមេដឹកនាំដែលខ្លាំងគឺជាមេដឹកនាំដែលដឹងអំពីសុខទុក្ខរបស់ពលរដ្ឋរបស់ខ្លួនណា
dân ban bị tìm tiệm miền ca sắc xa xoay nhớ nè đầm bay đang làm piประพบในปัญหาจุงในปัญหาnèให้สบายรกมาโชว์ใบเดี๋ยวใบช่วยmình bên ông quy an để bài cái nè chứng minh được nắm trâu để chạy được được chết đăng sọc tốt đầm bài ấy bằng cát nó phiệp sẵn sẵn mê được nó mình trâu bạc can thần nạ tu nịch ti rồi viên mê rồi viên con cháu đấy và đôi để mê được nó cứ chỉ một con mình đã đặt luôn á để đặt luôn chỗ được kỹ cất cho môi đường porot đầm bài ấy từ tu ban tầm nè tầm nông ở trường mày porot ở bạc luôn nè bên tao có vật co ao từ nuôi kho tôi về cho mình porot cả sẽ có ấy nè complex dương ban cho nó không phê này tu là tí ní dương mình men cất lang đôi bởi anh chứ vì cất lang đôi ca sầm ra chật bọc porot để porot có rầm pưng miên cái đây sản khâm này dương nữa à cho bậc con mình đã miên sầm mặt phép miên cuốn là thọ miên mà cho bài nơi không cả được nom nào nó không cả được nom làm bài chui ở bồng pin những cà phê bộ quát tam rịa bằng cát nó bật phồng chấm nấu tam rịa bằng cát nấu sừng cung đầm miên nấu sàn chỉ phép sừng cung đầm miên duy trì thọ sừng cung đầm miên nấu mình trai ăn ở vật cho bắp nâng miên crom sờ là thôi vì chỉ vậy bật bộ quát nè cứ trâu tái châu được kỹ cật cho một bộ quát này hay bật đó bật đà nơi cam vị trí có ở trong đây chán nè mê được nom có trâu trẻ cái đó chui chợ lực luôn ai đừng ong cà phê bọc luôn ai nhá mê được nom trâu từ miền tây lục chợ lực luôn ai chỉ bua cách càng nghe bồng pin nơi bồng pin càng nghe hay cái đó túc chất từ lối sầm mặt tập hiệp rồi bảo sầm chích ca để cầm bọc luôn đã trâu từ miền ca tam đan trút phần đất chỉ rì như vậy nè ní cái chia cắt tập cách ní cái chia cắt này cái gì đó bằng mì đường nôm nếu bây giờ tôi phải ra tôi đầu tiên nó không phải nam muối yên mình ai dây rương chăn tẹt thì công dây rương chăn tẹt nó ban đây tha nếu bây giờ mình toàn ban miên phải ra tôi đầu tiên nó không một nghĩa đầm này không phải nam muối tại bởi dương chỗ nó không tháp ban này cả được nôm này phải nam muối hay mình ai gì chăn tẹt cứ trâu này dây ẩm pi cắt tập cách nâng cả này cái được luôn trâu thôi có mơ này dây rương chăn tẹt đi bao này dây rương chăn tẹt này ai mình cu có bay mà cho lư ti cái lại bầm rỡ nơi xì ba cam bầm rỡ nơi bờ chè porot thế át thế po chăn tẹt trâu cất miên ẩm long pe là dùng mình tuân miên phê đấy rư tu nợ ti để tụt kho trâu không phải nưng đóแต่bởi lợn mà hơi lợn chưa cho bài khai thứ ấy lợn chưa cho bài sắp thứ ấy lợn chưa cầm prasa khum sừng cát rư phum thứ ấy nó đăng mong đăng ở pi cái ta cái đăng ở pi cái này cái anh nông à bàn cả đặng nom dưỡng vì chơi top từ nông tụm nuôi kho trâu đập bịchประกอบcái là mê được đập miên tụm nuôi kho trâu nó nông cả bùn pin này cái cài nghiệp bọc luôn nâng cả ai thà thà miên nữ ở spy gì phép nó nông cả sầm ra chết nó bay bùn pin nó sẽ cái trâu cái rồi bọc bịchประกอบmình men miên pa nhà hai tụm lẹ cầm họ đã bịchประกอบđã côn trao rư rút cái chấm pi pa nhà ha yok lẹ than đi than nút đi ắt thế nèอัตมาศึกษาปีบรรดาในเนี่ยดักน้อมตูเตียงปีพบโลกรับจับตั้งปีพระสมมาสัมพุทธป้องคือถ้าจะบุคคลจะบุคคลภาษาโลกกับประเทศตัวนึงยังจังเทียบตัวเลยการกรุบกรองแบบมนุษย์ธรรมดาวิ่งโดยการในอัตมาก็เลยเต็มมือการดักน้อมบอกประเทศญี่ปุ่นนั่นนะสมาร์ทได้ในการตัวคอตรระบบนายรัฐมนตรีในประเทศญี่ปุ่นนั้นโดยเฉก็เขาท่าก็มีดำเนินข้อตระกูลนักน้องอันนัดได้กดกรุบกรองดักนมนึงน้องอันนัดได้กดกรุบกรองดักนมกะในทำเมียนเนื้อปัญหาในในมวยเด็กเกิดหลังตู้มันชัดนักน้องแดนสมัติกิจบักกดก็ได้กับปัญหาวิสมาร์ได้ในการตัวข้อตระกูลประมาณชั่วโมงนู้นกะในรุมช่วยได้บาเกียบไอ้เนาะนิยรัมตรีกีปากกาลีเล่นปีทำไนมองน่ะปากกาลีเล่นปีทำไนมองอันนั้นสมัยได้ตัวเขาเท่านั้นก็โดยนักน้องสมัยใบยืนยืนปีขมายวิ่งโดยสมัยใบชนำประใบแค่มาเพย์ทั้งไงอะแต่กรุบกรองโดยปอลปอดนวลจีเองสิริโอการลูกกระทายกดกรุบกรองประเทศบ้านล้อนะ
អ្នកណាដែលចោទថាគាត់សម្លាប់ខ្មែរគាត់មិនជឿទេគាត់បដិសេធសំទោសគាត់បដិសេធថាគាត់មិនបានសម្លាប់ខ្មែរទេគាត់សម្លាប់តែខ្មាំងតាខ្មាំងដែលក្បត់គាត់តាដែលជាមន្ត្រីជួនខ្ពស់ដែលនៅគៀកគាត់មួយគាត់ប៉ុន្តែពលរដ្ឋសាមញ្ញធម្មតាគាត់មិនដឹងទេគាត់ទៅនិយាយអញ្ចឹងនិយាយអត់សមជាមួយមេដឹកនាំនិយាយអញ្ចឹងគឺបានន័យថាវាដូចថាវាអន់ពេកហ្នឹងមើលវាជាកំហុសរបស់គាត់មួយដែរណាក្នុងនាមគាត់ជាមេដឹកនាំកម្ពុជាហេតុអីមិនដឹងអំពីទុក្ខវេទនារបស់ពលរដ្ឋហេតុអីមិនដឹងអំពីបញ្ហារបស់ពលរដ្ឋខ្លួនឯងហេតុអីមិនដឹងថាគេសម្រាប់ពលរដ្ឋយើងអស់រាប់លាននាក់3ឆ្នាំ8ខែ20ថ្ងៃសម្រាប់ពលរដ្ឋច្រើននៅពេលដែលគេហៅគាត់ទៅកាត់ក្តីទៅណាសួរដេញដោលនៅតុលាការគាត់ថាគាត់មិនដឹងទេគាត់មិនបានសម្លាប់ទេពេលដែលគាត់ចុះទៅតាមមូលដ្ឋានម្ដងគាត់ឃើញពលរដ្ឋសម្បូរទម្រាហូហៀសបាយអានឹងជាបញ្ហាហើយណាជាបញ្ហាដែលអត់មានលក្ខណៈនៃការដឹកនាំល្អអញ្ចឹងការថាការដឹកនាំនេះវាទាមទារឲ្យមាននៅណាមានភាពស្មោះត្រង់មានភាពស្មោះត្រង់មេដឹកនាំត្រូវតែគោរពតាមគោលការណ៍តាមច្បាប់របស់ស្ថាប័នប្រទេសកម្ពុជាយើងគ្រប់នៅរដ្ឋធម្មនុញ្ញណាគ្រប់នៅច្បាប់អន្តរជាតិណាសេចក្តីប្រកាសជាសកលសិទ្ធិអំពីសិទ្ធិមនុស្សគ្រប់អំពីកិច្ចព្រមព្រៀងសន្ធិសញ្ញាគ្រប់អំពីកតិកាសញ្ញាអន្តរជាតិពិសេសគឺគ្រប់រដ្ឋធម្មនុញ្ញរបស់យើងនឹងឯងដែលมันមាននៅអំពើពុករលួយมันប្រកាន់បពុនិយមហើយមេដឹកនាំត្រូវតែមានភាពស្មោះត្រង់បើមេដឹកនាំមិនមានភាពស្មោះត្រង់មិនគោរពតាមនីតិរដ្ឋមិនគោរពតាមគោលការណ៍នៃច្បាប់ហើយភាពមិនប្រក្រតីនឹងកើតឡើងហើយក៏មិនទោសនេះជាអំពើដែលយើងបានធ្វើអំពើដែលយើងបានសាងជនអាក្រក់ជនទុច្ចរិតរមែងតែងតែឆ្ងាញ់ជាមួយនឹងការប្រព្រឹត្តអំពើបាបដរាបណាបាបនោះមិនទាន់ឲ្យផលពួកគាត់កំពុងគិតថាអំពើបាបដែលគាត់បានធ្វើនោះប្រៀបបីបានដូចជាគេហៅថាការបរិភោគនៃបង្អែមដ៏សែនឆ្ងាញ់ព្រះសម្មាសម្ពុទ្ធថាជនពៀលឆ្ងាញ់នៅក្នុងការធ្វើអំពើបាបដោយគិតថាអំពើបាបហ្នឹងវាអត់ទាន់ឲ្យផលណាបងឧបមាថាអំពើបាបហ្នឹងចំពោះជនពៀលគិតថាវាមានរសជាតិផ្អែមណាប៉ុន្តែដល់ពេលដែលថាអំពើបាបនឹងឲ្យផលបានដឹងអំពីទុក្ខវេទនានៃអំពើបាបនឹងយ៉ាងណាអញ្ចឹងមេដឹកនាំត្រូវតែមាននៅការស្មារតីនៃការទទួលខុសត្រូវខ្ពស់មាននៅភាពស្មោះត្រង់ជាមួយពលរដ្ឋខ្លួនឯងជាមួយមន្ត្រីក្រមអាវ៉ាតហើយមេដឹកនាំក៏គេត្រូវតែធ្វើខ្លួននឹងឲ្យសកម្មច្រើនជាងគេដែរណាមេដឹកនាំត្រូវតែចេញមុខធ្វើសកម្មភាពមុនគេបើទោះបីជាគេហៅថាកលៈទេសៈនោះលំបាកលំមិនយ៉ាងណាក៏ដោយមានហានិភ័យយ៉ាងណាក៏ដោយក៏មេដឹកនាំត្រូវតែចេញមុខធ្វើការងារនឹងមុនគេដែរណាពួកបង្ហាញភាពជាគំរូបង្ហាញភាពសកម្មមិនមែនអង្គុយចាំអានតែរបាយការណ៍ទេណាហើយធ្វើការវិនិច្ឆ័យប្រតិបត្តិទេណាមេដឹកនាំត្រូវតែមាននៅទំនួលខុសត្រូវតែមានភាពស្មោះត្រង់ត្រូវតែមានភាពសកម្មជាងគេហើយមេដឹកនាំត្រូវតែមាននៅការវិនិច្ឆ័យណាទៅតាមគោលការណ៍នៃមនសិការនិងគោលការណ៍ច្បាប់បើនៅក្នុងព្រះពុទ្ធសាសនាព្រះអង្គឲ្យប្រើគោលការណ៍នៅក្នុងគម្ពីរកលមសូត្រណាប្រើគោលការណ៍ទាំង10ទៅតាមលក្ខខណ្ឌរបស់ស្ថាប័នឬក៏យើងយោងទៅតាមអង្គហេតុនិងភស្តុតាងច្បាស់លាស់អញ្ចឹងទៅនៅក្នុងកលមសូត្រទាំង10ហ្នឹងព្រះអង្គបង្រៀនថាអ្នកទាំងឡាយកុំទាន់អាលជឿនៅកត្តាទាំង10យ៉ាងទី1កុំទាន់អាលជឿដោយគ្រាន់តែឮតគ្នាកុំទាន់អាលជឿដោយគិតថាវាសំគួរឲ្យជឿកុំទាន់អាលជឿដោយពាក្យ5ប្រាដែលកើតអំពីសំណាក់មនុស្សណាព្រះអង្គត្រូវឲ្យយើងឆ្លងកាត់នៅអីគេឆ្លងកាត់នៅការគិតសិនណាបើមេដឹកនាំផងมันអាចធ្វើសេចក្តីអនុម័តឬធ្វើសេចក្តីសម្រេចឯណានីមួយដែលมันឆ្លងកាត់នៅការ
ព្រឹក្សាពីគ្រូយោបល់គ្នាទេណាអត់ទេមេដឹកនាំគឺជំរុញម្នាក់ដែលមុននឹងធ្វើសេចក្តីសម្រេចចិត្តគឺទីមទាត្រូវសិក្សាស្វែងយល់អំពីខាងមជ្ឈដ្ឋានជំនាញខ្លួនដោយច្រើនណាពួកមេដឹកនាំពិបាកបំផុតគឺពិបាកណាស់ក្នុងអំឡុងពេលដែលពួកគាត់ត្រូវសម្រេចចិត្តហ្នឹងឯងអញ្ចឹងដើម្បីឲ្យការសម្រេចចិត្តនឹងវាត្រឹមត្រូវវាទីមទាឲ្យគាត់ហ្នឹងមាននៅការពីគ្រូប្រឹក្សាយោបល់ពីសំណាក់នៃសេនាធិការមួយចំនួនដែលមានភាពជាក់លាក់បានន័យថាគាត់មានជំនាញមានទេពកោសល្យទៅលើផ្នែកអាណានីមួយអញ្ចឹងទៅណាចឹងបានញាតិញោមអាចទៅ check មើលបាននៅក្នុងគម្ពីររបស់ពុទ្ធសាសនាគឺគម្ពីរកាឡាមាសូត្រណាហេតុទាំង10យ៉ាងដែលព្រះអង្គថាកុំអាលជឿពីព្រោះហេតុទាំង10យ៉ាងបើកាលណាដែលយើងជឿដោយខ្វះការពិចារណាវានឹងคล้ายទៅជាវិបដិសារីក្នុងផ្នែកណាមួយណាដែលវាអត់តន់នៅមានភាពជាក់លាក់អញ្ចឹងស្មារតីនៃការទទួលខុសត្រូវរបស់មេដឹកនាំនិងពលរដ្ឋវាជាក្តីសង្ឃឹមនៃជាតិសាសន៍មួយណាដែលនឹងបង្ហាញអំពីលក្ខណៈនៃការដឹកនាំដែលប្រកបព្រមទៅដោយស្មារតីនៃការទទួលខុសត្រូវហើយព្រះពុទ្ធសាសនាយើងនេះវាគេថាជាសាសនាជាមរតកខ្មែរតាំងពីសម័យនគរភ្នំរហូតបន្តមកដល់បច្ចុប្បន្នដែលបានចារទុកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាញាតិញោមរដ្ឋធម្មនុញ្ញដែលបានបង្កើតឡើងនៅឆ្នាំ1993ត្រង់មាត្រាដូចជា43ញាតិញោមបាទថ្មចាំមិនខុសទេក្នុងនោះគេបានបង្ហាញថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋណាអញ្ចឹងយើងជាពុទ្ធសាសនិកជន99%ក៏យើងត្រូវដឹងអំពីពុទ្ធវាទពាក្យពេចន៍ទូមានព្រានបណ្ដារបស់ព្រះអង្គដើម្បីយកមកបញ្ចូលនៃការដឹកនាំខ្លួនឯងដឹកនាំក្រុមគ្រួសារដឹកនាំសង្គមជាតិយើងណាឲ្យមាននៅសក្តិបរមនីយកម្មឲ្យមាននៅសក្តិបរមនីយកម្មកើតឡើងអ្វីដែលព្រះអង្គទ្រង់ប្រតិភិនទៅហើយក៏ពិតមែនក៏ប៉ុន្តែព្រះអង្គបានបន្សល់នៅណាពុទ្ធដីកាគឺការទូមានព្រានបណ្ដារបស់ព្រះអង្គដោយច្រើនមុននឹងព្រះអង្គប្រតិភិនព្រះអង្គត្រាស់ជាមួយអានន្ទណាត្រាស់ជាមួយអានន្ទថាមនាលអានន្ទធរណានិងវិន័យណាដែលតថាគតបានសម្ដែងហើយនឹងបានបញ្ញត្តិហើយលុះអត់អំពីតថាគតទៅធរនិងវិន័យនោះនឹងបានជាកៅថាជាគ្រូរបស់អ្នកព្រះអង្គលោកប្រតិភិនទៅហើយព្រះធម៌របស់ព្រះអង្គវិន័យរបស់ព្រះអង្គនៅមានសម្រាប់ឲ្យបណ្ដានៃសាវកបណ្ដានៃបព្វជិតឬក្រហមពុទ្ធសាសនិកជនអីអញ្ចឹងទៅបដិបត្តិធ្វើតាមគឺមានអស់ហើយទៅញាតិញោមណាដូចជាកាលពីអតីតកាលព្រះមហាក្សត្រទាំងឡាយមានព្រះបាទជ័យវរ្ម័នទី7ជាដើមព្រះអង្គទ្រង់បានគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនាហើយរហូតទៅដល់យកទស្សនៈសាសនាធ្វើជាច្បាប់កម្ពុជាក្នុងការដឹកនាំជាតិណាញោមដឹកនាំជាតិណាសម្រាប់សម្បទានទៅដល់ការដឹកនាំនាសម័យកាលនៃអាណាចក្រអង្គរនោះដល់រុងរឿងខ្លាំងក្លាញាតិញោមមើលណាហេតុធរនៃការដឹកនាំគឺមានច្រើនបែបច្រើនយ៉ាងណាប្រសិនណាបើយើងបញ្ចូលខ្លឹមសារនៃបទនឹងក្នុងច្បាប់ឬក៏កម្មវិធីនៃការដឹកនាំជាតិច្រើនស្មើគិតថាល្អប្រសើរណាព្រោះពុទ្ធសាសនាបង្រៀនមនុស្សឲ្យមាននៅសេចក្តីខ្មាស់បាបខ្ពើមបាបឲ្យមាននៅសិលធម៌ណាអញ្ចឹងបើកម្មវិធីនៃការអប់រំរបស់ពុទ្ធសាសនានឹងខ្លាំងក្លាជ្រួលជ្រាបបានទៅកាន់ស្រទាប់យុវវ័យពិសេសក្រមមន្ត្រីរាជការដែលគាត់មានភារៈទូនាទីមុខងារបម្រើពលរដ្ឋហ្នឹងគាត់មានក្រមសីលធម៌គាត់មានវិជ្ជាជីវៈអញ្ចឹងការគ្រប់គ្រងដឹកនាំជាតិយើងរឿងរីចម្រើនទាំងអស់គ្នាញោមពីព្រោះមនុស្សវាមាននៅសេចក្តីខ្មាស់បាបខ្ពើមបាបកាលណាដែលគាត់មានសេចក្តីខ្មាស់បាបខ្ពើមបាបគាត់មានសិលហើយវាចាក់ការប្រព្រឹត្តអំពើបាបហើយ
កាលណាគាត់មានសិលគាត់មានសមាធិបានដល់ព្រមថាគាត់មានស្មារតីទទួលខុសត្រូវក្នុងកិច្ចការងារគ្រប់គ្រងដឹកនាំហើយណាកាលណាគាត់មានស្មារតីគាត់មានបញ្ញាហើយគាត់មានមធ្យោបាយនៅក្នុងការជួយពលរដ្ឋហើយណាមានមធ្យោបាយនៅក្នុងការដោះស្រាយបញ្ហាហើយមានមធ្យោបាយនៅក្នុងការជួយការពារនៅដែនដីកម្ពុជាយើងនឹងហើយណាហើយកម្ពុជាយើងក៏នឹងក្លាយទៅជាប្រទេសដែលបរិបូរទៅដោយជនជាសប្បុរសបរិបូរដោយជនអ្នកប្រាជ្ញបរិបូរដោយជនជាបណ្ឌិតកម្ពុជាយើងក៏នឹងក្លាយទៅជាប្រទេសដែលមាននៅគេហៅឲ្យឈ្មោះថាគេថាការរស់នៅក្នុងប្រទេសដ៏សំគួរជាមង្គលដល់ឧត្តមណាហេតុអីបានព្រះអង្គចាប់ទុកថាការរស់នៅក្នុងប្រទេសដ៏សំគួរជាមង្គលដល់ឧត្តមគឺព្រះអង្គសំដៅទៅលើការគ្រប់គ្រងដឹកនាំក្នុងប្រទេសនោះគឺប្រកបព្រមដោយធម៌យកធម៌យកច្បាប់ជាធំមន្ត្រីមានក្រមសីលធម៌ពលរដ្ឋមានសម្ដាប់ធ្នាប់ល្អណាអញ្ចឹងมันខ្លាចជាប្រទេសដែលគេហៅថាប្រទេសដ៏សំគួរជាមង្គលដល់ឧត្តមគឺគេរាប់អំពីការដឹកនាំដ៏ត្រឹមត្រូវនឹងឯងណាជាប្រទេសដែលមានការគ្រប់គ្រងប្រកបទៅដោយទស្សនវិជ្ជារាជធម៌អីជាដើមអញ្ចឹងទៅមាននយោបាយធម៌មានសមធម៌មាននៅគេមានតម្លាភាពមានសមភាពណាបណ្ដាមន្ត្រីនិងពលរដ្ឋមានការគោរពមានការគោរពគេគ្រប់ច្បាប់ណាអញ្ចឹងប្រទេសយើងវាខ្លាចជាប្រទេសដែលល្អប្រសើរហើយណានេះមធ្យោបាយនៃការដឹកនាំតាមបែបពុទ្ធសាសនាគឺបើរៀនច្បាស់លាស់ហើយប្រកបជាណាប្រសិនណាបើយើងបានសិក្សាស្រាវជ្រាវហើយបញ្ជ្រាបបញ្ចូលការអប់រំដ៏ច្រើនតាមរយៈកម្មវិធីនៃការអប់រំរបស់សាលារៀនមួយអញ្ចឹងទៅណាហ្នឹងឯងអាត្មាចូលរួមសម្ដែងតែប៉ុណ្្នឹងចុះបើខុសត្រូវយ៉ាងណាសូមសំណាក់អ្នកសិក្សាទាំងឡាយអធិស្ឋាន